สุดสดายบงปอนต้องออกคณีថ្ងៃនេះថ្ងៃទី8ខែ8ឆ្នាំ2026ខ្ញុំបានចាប់ផ្ដើមបង្កាត់កង្កែបតាមបែបលក្ខណៈធម្មជាតិហើយកង្កែបហ្នឹងសិតតែកង្កែបមេថ្មីទេអាយុទើបតែបាន1ឆ្នាំទេតោះឥឡូវយើងមកមើលលទ្ធផលព្រឹកឡើងទាំងអស់គ្នាកង្កែបយើងនៅកោគ្នាអត់តន់លែងទេហើយបងបានតិចដែរហ្នឹងមិនច្រើនណាស់ណាទេតាមធម្មជាតិវាធ្លាក់មិនអស់ហើយបានលទ្ធផលស្រួចស្ដើងយើងអាចទទួលបានទៅវាជាជំហានដំបូងរបស់យើងហើយក៏ជាបទពិសោធន៍ទៅថ្ងៃក្រោយដែរអញ្ចឹងបានលទ្ធផលប៉ុណ្ណឹងក៏យើងអូខេដែរតែមកយើងដៃថ្មីយើងទើបតែចាប់ផ្ដើមដំបូងមិនមានបទពិសោធន៍ហើយយើងខំស្វែងរកគន្លឹះថ្មីពីអ្នកដែលធ្លាប់បង្កាត់ពីមុនមកអញ្ចឹងដើម្បីសិក្សាបន្តទៅមុខទៀតក្រោយពីមេកង្កែបទម្លាក់ពងរួចរាល់ហើយយើងចាប់មេឈ្មោលទុកដាក់ស្រួលបួលហើយយើងត្រូវតាមដានមើលពងរបស់វាតើវាវិវត្តពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងណាទៅមុខទៀតហើយយើងត្រូវតែព្យាយាមស្វែងយល់ជាបន្តបន្ទាប់អរគុណ